ថ្ងៃនេះនាងខ្ញុំនឹងបង្ហាញពីវិធីម៉ាស្សាទៅលើផ្ទៃមុខហើយនឹងបរិវេណជុំវិញមាត់ដើម្បីឲ្យកុមារនឹងគាត់ឆាប់ចេះនិយាយដោយសារតែកុមារមួយចំនួនគាត់ដល់អាយុកាលត្រូវចេះនិយាយភាសាហើយប៉ុន្តែគាត់អាចប្រើប្រាស់ភាសានិយាយបានគាត់ចង់និយាយណាស់ប៉ុន្តែគាត់អត់អាចហាមាត់និយាយបានដើម្បីបញ្ចេញសំឡេងឬក៏ដើម្បីភ្ជាប់ជា clear ដូចជាមួយនឹងកុមារទូទៅដែរដូច្នេះថ្ងៃនេះនាងខ្ញុំនឹងលើកពីវិធីសាស្ត្រក្នុងការម៉ាស្សាជួយឲ្យកុមារនឹងឆាប់ចេះនិយាយដូច្នេះហើយតើត្រូវធ្វើដូចម្តេចដើម្បីឲ្យកុមារឆាប់ចេះនិយាយអញ្ចឹងថ្ងៃនេះនាងខ្ញុំនឹងលើកពីវិធីម៉ាស្សាជួយជំរុញឲ្យកុមារនឹងគាត់ឆាប់ចេះនិយាយដើម្បីឲ្យកុមារឆាប់ចេះនិយាយបានលុះត្រាតែឧស្សាហ៍ធ្វើលំហាត់ប្រាណសំឡេងគេថា breath exercise ដើម្បីឲ្យកុមារគាត់រៀនហាត់ពុតសំឡេងឬក៏ធ្វើលំហាត់ប្រាណសំឡេងរបស់គាត់យើងត្រូវមានឧបករណ៍មួយចំនួនដើម្បីឲ្យគាត់ធ្វើលំហាត់ប្រាណសំឡេងរបស់គាត់ដែលឧបករណ៍ទាំងនោះមានដូចជាឧបករណ៍ទី1គឺ straw គឺធយោដែលអ្នកខ្លះគេហៅថាបំពង់បឺតទៅតាមតំបន់ឬក៏ទៅតាមខេត្តខ្លះអញ្ចឹងខាងនេះខ្ញុំហៅថាធយោហើយខាងបងប្អូនមួយចំនួនខេត្តផ្សេងហៅថាបំពង់បឺតគឺយើងឲ្យកុមារផ្លុំឬក៏ឲ្យគាត់បឺតធយោហ្នឹងឬក៏បំពង់បឺតហ្នឹងដើម្បីឲ្យកុមារវិវត្តរកទៅភាពល្អប្រសើរនៅក្នុងការប្រើប្រាស់ភាសានិយាយឧបករណ៍ទី2គេហៅថា bubble គឺឲ្យគាត់ផ្លុំពពុះសាប៊ូដូច្នេះបងប្អូនត្រូវដឹងរបស់ដែលគេផលិតសម្រាប់ឲ្យកុមារលេងគឺវាសិតតែមានអត្ថប្រយោជន៍មិនមែនគេចេះតែផលិតនោះទេដូច្នេះអត្ថប្រយោជន៍ដែលឲ្យកុមារផ្លុំពពុះសាប៊ូលេងគឺវាជួយជំរុញទៅដល់ការដកដង្ហើមចេញចូលធ្វើឲ្យកុមារនឹងចេះប្រើខ្សែភ្នែកហើយចេះប្រើនៅគេថាចលនាតិចតួច fine motor skill ផងដែរដូច្នេះហើយនៅពេលដែលកុមារគាត់ចេះប្រើប្រាស់ដង្ហើមចេញដង្ហើមចូលគឺធ្វើឲ្យគាត់ឆាប់ចេះនិយាយបានលឿនឧបករណ៍ទី3គឺ balance ហ្នឹងគឺឲ្យកុមារនឹងផ្លុំពើតប៉ោងលេងនៅពេលដែលកុមារគាត់ផ្លុំពើតប៉ោងលេងគឺធ្វើឲ្យជំរុញទៅលើសាច់ដុំមាត់និងសាច់ដុំមុខរបស់កុមារអញ្ចឹងនឹងធ្វើឲ្យកុមារនឹងចេះប្រើប្រាស់សាច់ដុំមាត់ហើយនិងសាច់ដុំមុខធ្វើឲ្យគាត់នឹងឆាប់ចេះនិយាយឧបករណ៍ទី4គេថា visual ហ្នឹងគឺឧបករណ៍ដូចជាខ្លុយអញ្ចឹងដែលយើងផ្លុំទៅឲ្យចេញជាសំឡេងឬក៏បងប្អូនអត់មានខ្លុយក៏បានដែរនៅពីដើមដែលខ្ញុំចាំគឺខ្ញុំនៅក្មេងៗគេប្រើស្លឹកឈើ2ដើម្បីផ្គួបផ្លុំបានទៅជាសំឡេងដូចខ្លុយអញ្ចឹងនៅពេលដែលកុមារគាត់ចេះផ្លុំរបស់ឲ្យចេញជាសំឡេងដូចជាពួកខ្លុយឬក៏ស្លឹកឈើជាដើមហ្នឹងធ្វើឲ្យកុមារហ្នឹងគាត់រៀនប្រើប្រាស់នៅដង្ហើមខ្លីឬក៏ដង្ហើមវែងអញ្ចឹងនៅពេលដែលកុមារគាត់ចេះប្រើប្រាស់នៅដង្ហើមខ្លីហើយនឹងដង្ហើមវែងធ្វើឲ្យអាការបញ្ចេញសំឡេងរបស់គាត់នឹងបានល្អប្រសើរនិងធ្វើឲ្យកុមារនឹងឆាប់ចេះនិយាយផងដែរតាក់ទងជាមួយទៅនឹងការម៉ាស្សានៅលើផ្ទៃមុខជួយឲ្យកុមារឆាប់ចេះនិយាយគឺទី1បងប្អូនត្រូវតែឧស្សាហ៍ម៉ាស្សានៅលើផ្ទៃមុខរបស់កុមារដែលគេថា face massage តាក់ទងជាមួយនឹងវិធីសាស្ត្រនៅក្នុងការម៉ាស្សាទៅលើផ្ទៃមុខរបស់កុមារនាងខ្ញុំនឹងដាក់វីដេអូនៅចុងក្រោយវីដេអូបំផុតដើម្បីឲ្យពុកម៉ែបងប្អូនអនុវត្តតាមទី2គឺត្រូវម៉ាស្សានៅលើថ្ពាល់គេថា cheek massage ទី3គឺត្រូវម៉ាស្សានៅតំបន់ថ្គាមដែលជាតំបន់ដែលសម្បូរទៅដោយសាច់ដុំសម្រាប់ឲ្យទំពារអាហារដូច្នេះសាច់ដុំនេះគេហៅថា TMJ and masticory massage ទី4ត្រូវម៉ាស្សានៅត្រួយមាត់ខាងលើដែលគេហៅថា lip massages ទី5ត្រូវឧស្សាហ៍ម៉ាស្សានៅអណ្ដាតកូនគេហៅថា tongue massages ទី6គឺត្រូវម៉ាស្សានៅ frenulum ដែលខ្មែរយើងហៅថា frank dart អញ្ចឹងដូចនៅក្នុងរូបអញ្ចឹងដែលគេថា frenulum ហ្នឹងគឺមានរូបរាងដូចដេចគឺវានៅផ្នែកខាងលើនៃពពោះមាត់ហើយនៅផ្នែកខាងក្រោមនៃអណ្ដាតទី7ត្រូវតែឧស្សាហ៍ម៉ាស្សានៅក្នុងកៅអ៊ុំមាត់របស់កុមារទាំងកៅអ៊ុំមាត់ផ្នែកខាងរឹងនិងកៅអ៊ុំមាត់ផ្នែកខាងទន់ដែលគេហៅថា hard and soft palate massages ទី8បងប្អូនត្រូវឧស្សាហ៍ម៉ាស្សានៅតំបន់គេថាអញ្ចាញធ្មេញរបស់កុមារដើម្បីឲ្យសាច់ដុំនៅអញ្ចាញធ្មេញហ្នឹងគឺវាមានដំណើរការបានល្អគឺគេថា gum massages ចំណុចដែលត្រូវចងចាំមុននឹងបងប្អូនចាប់ផ្ដើមម៉ាស្សាឲ្យកូនត្រូវតែលាងដៃឲ្យបានស្អាតឬក៏បងប្អូនអាចប្រើស្រោមដៃដើម្បីម៉ាស្សាទៅឲ្យកូនហើយបើសិននៅតំបន់ខ្លះយើងអាចប្រើប្រាស់ប្រេងឬក៏យើងអាចប្រើប្រាស់លេបានយើងត្រូវប្រើប្រាស់លេហើយនឹងប្រេងដើម្បីឲ្យមានឲ្យថាពេលដែលយើងម៉ាស្សាទៅវារលូនវាមិនធ្វើឲ្យប៉ះពាល់ឬក៏កកិតទៅលើស្បែកមុខរបស់កុមារប៉ុន្តែត្រូវប្រយ័ត្នដែរត្រូវម៉ាស្សាឲ្យថ្នមមិនត្រូវម៉ាស្សាប្រើដៃធ្ងន់ពេកទេវាអាចនឹងបង្កឲ្យមានការរងរបួសជាំឬក៏រលាត់ស្បែកនៅតំបន់មុខរបស់កុមារឬក៏នៅក្នុងកៅអ៊ុំមាត់របស់កុមារសរុបសេចក្តីមកវិញដើម្បីឲ្យកុមារឆាប់ចេះនិយាយឆាប់ចេះប្រើប្រាស់នៅដង្ហើមចេញចូលរបស់គាត់បានគឺយើងត្រូវឧស្សាហ៍ទិញឧបករណ៍មួយចំនួនឲ្យគាត់លេងដូចជាឲ្យគាត់ផ្លុំពត់ប៉ោងលេងឲ្យគាត់ផ្លុំពពុះសាប៊ូលេងឲ្យគាត់ទិញរបស់ដែលអាចផ្លុំទៅចេញជាសំឡេងដូចជាខ្លុយ
នឹងទិញទីយោឲ្យគាត់ដើម្បីឲ្យគាត់រៀនប្រើប្រាស់ក្នុងការចេះបឺតឬក៏ផ្លុំទីយោហើយចំណែកតកតនឹងការម៉ាសាវិញគឺបងប្អូនត្រូវតែម៉ាសានៅតំបន់ផ្ទៃមុខរបស់កុមារហើយនឹងម៉ាសានៅក្នុងក្អមមាត់ផ្នែកខាងក្នុងរបស់កុមារដោយដែលនាងខ្ញុំរៀបរាប់ដូចខាងលើ 2, 3 and in circles 1, 2, 3. Good job. We're gonna do some side to side, so we're just gonna go spread and pucker, spread and pucker, spread and pucker, spread and pucker. Good job. And we're gonna talk to the baby while we're doing it. We're gonna talk to the baby. Do you see my fan? So we're gonna ask him to come in, and I'm just gonna rub on those gums. Okay. 1, 2, 3. Good job. Touch the tip of the tongue and come out. We want that tongue to follow. There it goes. Touch the tongue out. There it goes. Touch the tongue and out. There it goes. Touch the tongue to the side. And we, there, nice job. We want that tongue to follow. We're going to do this side. There it is. And you're going to do this side again. Come on this side. Then we're going to do that peanut butter. So we're going to rub across the top of the mouth, across the top of the tongue and out. There it goes. Let's do that 3 times. Across the palate, over the tongue and out. Good job. One more time. Across the palate, over the tongue and out. And no gag there. That looks beautiful. Okay. Then again, to help spread that palate, I'm going to ask him, go, you're such a model today. So we want, don't get your fingers stuck in those lips, but you're just going to come in and you're just going to spread the palate on those back. I know, I'm done. You did such a good job. Then we're going to see if he'll do some chews for us. So I'm going to ask him to come in and we're going to put your finger up on that back molar. Okay. Now he might be more interested in doing this on a chewing toy. So if you get like a chewy pea or an arc grabber, I'll text them to you. Okay. He might be a little more interested than on your finger, but you can also just do it on your finger. Do. You want to just kind of see him chew. Okay. Yeah, just like that. And then I'm going to take my finger, I'm going to go in his cheek, and I'm going to go 1, 2, 3, 4, 5. And then we'll do this side. Hi, you're doing so good. 1, 2, 3. There, 4. Do you see how he's trying to squeeze my finger? Yeah. You want to have him actually try to squeeze your finger, like if you ever put a lollipop in your cheek pocket and then you pop it into your mouth with your tongue and cheek. So Yeah. Yeah. we're trying to get him to do that. Okay. You did a good job. That's it. ជាចុងក្រោយនាងខ្ញុំសូមអរគុណចំពោះពុកម៉ែបងប្អូនដែលតែងតែគាំទ្រវីដេអូរបស់នាងខ្ញុំតាំងពីដើមរហូតដល់ចប់ហើយតែងតែជួយ like share comment ល្អៗហើយនឹងជួយ follow page របស់នាងខ្ញុំ